ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើប្រហិតត្រីគ្រឿងបំពងចានិយាយទៅនេះខ្ញុំធ្វើពីររសជាតិគឺប្រហិតត្រីគ្រឿងលាយជាមួយនឹងគ្រឿងផងហើយធ្វើរសជាតិធម្មតាផងហើយក្នុងវីដេអូហ្នឹងគឺខ្ញុំមានធ្វើប្រហិតត្រីគ្រឿងបំពងហើយប្រហិតត្រីស្ងោរផងដែរបងប្អូនចាឥឡូវកុំឲ្យខានពេលយូរទៅមើលពីរបៀបខ្ញុំធ្វើនេះជាត្រីប្រានេះខ្ញុំមានត្រីប្រាហ្នឹងចំនួន1គីឡូបើសិនជាបងប្អូនទិញត្រីប្រាស្រស់បងប្អូនយកវាទៅក្លាសេឲ្យបាន 50% ឲ្យកក 50% សិនណាទើបយកវាមកហាន់ដុំសម្រាប់យកទៅកិនប៉ុន្តែត្រីនេះគឺខ្ញុំទិញកកហ្មងបងប្អូនហើយបន្ទាប់មកខ្ញុំទៅលាយជាមួយនឹងទឹកសម្រាប់ទុកកិនលាយជាមួយនឹងត្រីហ្នឹងណាខ្ញុំមានទឹកត្រីស្ករសសម្រាប់បរិមាណបងប្អូនអាចមើលក្នុងវីដេអូហ្នឹងណាចាហើយនេះជាប៊ីចេងបន្ទាប់មកខ្ទឹមម្សៅខ្ទឹមសហើយនឹងទឹកធម្មតាខ្ញុំធ្វើប្រហិតគឺខ្ញុំដាក់ទឹកច្រើនជាងហ្នឹងណាបងប្អូនប៉ុន្តែនេះដោយសារធ្វើត្រីគឺវាមានជាតិទឹកច្រើនជាងសាច់ហ៎អញ្ចឹងនេះខ្ញុំអត់សូវដាក់ទឹកច្រើនទេខ្ញុំដាក់វាតែ70 ml ទេចាហើយនេះគ្រឿងផ្សំបន្ទាប់មានដូចជាម្រេចម៉ត់ហើយនិងម្សៅដំឡូងសម្រាប់ម្សៅដំឡូងបើសិនជាបងប្អូនអត់មានបងប្អូនអាចប្រើម្សៅឆាជំនួសលាយទឹកនឹងហើយខ្ញុំយកវាទៅស្រោចលើត្រីហើយខ្ញុំដាក់អត់ទាន់អស់ហើយនេះខ្ញុំដាក់វាទុកវាប្រហែលជា2ស្លាបព្រាបាយពីព្រោះត្រីហើយនិងសាច់ខុសគ្នាបងប្អូនចាអញ្ចឹងនេះខ្ញុំដាក់ហើយកិនវាស្មានមើលសិនបើសិនជាវាអត់ជ្រាយនេះខ្ញុំដាក់បន្ថែមតែបើសិនជានិយាយទៅអត់ហ៊ានដាក់ទាំងអស់ខ្លាចវាជ្រាយពេកបងប្អូនចាហើយនេះខ្ញុំយកវាមកកិនខ្ញុំកិនជាមួយនឹងម៉ាស៊ីននេះម៉ាស៊ីនហ្នឹងគឺល្អប្រើបងប្អូនកម្លាំងខ្លាំងហើយគ្រាន់តែថាប្រអប់វារៀងទូចជាងមុនណានេះជាម៉ាស៊ីនសេរីក្រោយបងប្អូននេះខ្ញុំយកមកលក់សេរីក្រោយទៀតគឺយើងអាចកិនសាច់ប៉ាតេធ្វើសាច់កិនគ្រឿងកិនអីបានដូចមុនអញ្ចឹងបងប្អូនចាហើយម៉ាស៊ីនហ្នឹងគឺខ្ញុំមានលក់ចានេះខ្ញុំកិនជាមួយនឹងម៉ាស៊ីនហ្នឹងបានម៉ត់ល្អហើយខ្ញុំយកម៉ាស៊ីនវាយនំមកចាមកវាយសាច់ត្រីហ្នឹងទៅទៀតដើម្បីឲ្យវាស្វិតល្អចាបន្ទាប់មកខ្ញុំលាយជាមួយនឹងគ្រឿងចាគ្រឿងក៏ខ្ញុំទៅនឹងកិនជាមួយនឹងម៉ាស៊ីននឹងដែរបងប្អូនចានិយាយទៅថ្ងៃហ្នឹងធ្វើប្រហិតគ្រឿងប្រហិតសាច់ប៉ាតេចៀនហើយស្លកកូអញ្ចឹងកិនគ្រឿងកិនអីជាមួយគ្នានឹងចាប៉ុន្តែនេះខ្ញុំអត់បានថតក្នុងវីដេអូហ្នឹងទេចានេះបន្ទាប់ពីលាយគ្រឿងហើយគឺខ្ញុំអាចយកវាទៅចៀនបានហើយសម្រាប់ការចៀនហ្នឹងគឺខ្ញុំអត់ចាយកវាមកកិនឲ្យសំប៉ែតបន្ទាប់មកដាក់ចៀនដូចដែលយើងធ្លាប់ធ្វើទេបងប្អូនគឺខ្ញុំយកវាទៅច្បាច់ក្នុងថង់បែបហ្នឹងណានិយាយទៅធ្វើបែបហ្នឹងគឺងាយស្រួលហើយវាលឿនជាងបងប្អូនចាគឺខ្ញុំយកថង់ច្បាច់នំហ្នឹងមកចាហើយដួសប្រហិតនឹងដាក់ចាហើយបន្ទាប់មកយើងកាត់មុខវាធំទូចចង់បានទូចធំអីទៅតាមហ្នឹងណាខ្ញុំកាត់វារៀងធំដែរបងប្អូនដើម្បីច្បាច់ទៅឲ្យវាឃើញដុំមូលរៀងធំណាចាគឺខ្ញុំកាត់មុខវាបែបហ្នឹងណាបងប្អូនហើយបន្ទាប់មកយើងយកច្របាច់វាទៅក្នុងប្រេងក្តៅតែម្ដងប្រេងហ្នឹងយើងដាក់វាឲ្យក្តៅសិនណាចាបន្ទាប់មកយើងច្របាច់វាបែបហ្នឹងបងប្អូនប៉ុណ្ណឹងគឺយើងបានប្រហិតចាមួយដុំធំចានិយាយទៅយើងអត់ពិបាកបតិបតាអីចាច្បាច់នឹងថងបែបហ្នឹងគឺងាយស្រួលគាត់តែថារូបរាងវាអត់បានមូលល្អដូចយើងច្បាច់នឹងដៃប៉ុន្តែច្បាច់ដៃវាបតិបតាពេកបងប្អូនពិបាកអញ្ចឹងនេះខ្ញុំច្បាច់បែបហ្នឹងគឺងាយស្រួលចាបងប្អូនធ្វើទៅតាមចំណង់ចំណូលចិត្តទៅណាបងប្អូននេះគ្រាន់តែជាការបង្ហាញរបស់នេះខ្ញុំទេចានេះខ្ញុំចូលចិត្តធ្វើអីដែលប្លែកហើយងាយស្រួលចាអញ្ចឹងក៏ចែករំលែកបងប្អូនហើយបន្ទាប់មកគឺបងប្អូនធ្វើទៅតាមចំណង់ចំណូលចិត្តទៅអាចច្បាច់នឹងដៃចាដួសនឹងស្ព្រាដូចយើងធ្វើប្រហិតធម្មតាអញ្ចឹងណាចាហើយប្រហិត1គីឡូច្រើនណាបងប្អូនអញ្ចឹងខ្ញុំយកវាចាខ្លះមកបំពងកាត់រាងដុំបែបហ្នឹងហើយខ្លះទៀតកាត់រាងមូលហើយសល់ពាក់កណ្ដាលទៀតគឺខ្ញុំយកវាទៅច្បាច់ក្នុងទឹកបងប្អូនដើម្បីធ្វើប្រហិតស្ងោរគឺយើងអាចយកទៅស្ងោរញ៉ាំបានណាចានិយាយទៅយើងអាចធ្វើស្ងោរស្ពៃស្ងោរអីអញ្ចឹងណាហើយនេះខ្ញុំធ្វើរូបរាងមួយទៀតបងប្អូនបន្ទាប់ពីស្រង់វាឡើងគឺខ្ញុំច្បាច់វារាងវែងបន្តិចប៉ុន្តែដល់ពេលធ្វើហើយមើលទៅដូចជាមិនសូវទំនងទេបងប្អូនរូបរាងបែបហ្នឹងណាហើយសម្រាប់បំពងត្រីហ្នឹងគឺបងប្អូនប្រយ័ត្នភ្លើងពីព្រោះបើសិនជាយើងប្រើភ្លើងខ្សោយពេកគឺត្រីជក់ខ្លាញ់ខ្លាំងណាហើយវាអត់សូវឡើងចាវាអត់សូវប៉ោងអញ្ចឹងណាហើយបើសិនយើងប្រើភ្លើងខ្លាំងពេកគឺវាឆាប់ក្រហមឆាប់ខ្លោចពីលើវាអត់ឆ្អិនខាងក្នុងណាយើងប្រើភ្លើងមធ្យមទៅបងប្អូនដើម្បីឲ្យប្រហិតហ្នឹងបានប៉ោងល្អហើយឆ្អិនដល់ខាងក្នុងចាហើយនេះខ្ញុំបំពងវាបានក្រហមប៉ុណ្ណឹងគឺខ្ញុំចាប់ស្រង់វាទាំងអស់ឡើងតែម្ដងបងប្អូនហើយរសជាតិឆ្ងាញ់បងប្អូនអើយញ៉ាំទៅឡើងឈ្ងុយចាឈ្ងុយគ្រឿងយើងបំពងលាយជាមួយនឹងគ្រឿងអញ្ចឹងណាឈ្ងុយគ្រឿងហើយរសជាតិត្រីប្រាបងប្អូនដឹងស្រាប់ហើយឆ្ងាញ់មែនតើនេះខ្ញុំចូលចិត្តរសជាតិត្រីប្រាហើយសម្រាប់ត្រីបងប្អូនបើសិនជាបងប្អូននៅខ្មែរគឺបងប្អូនអាចយកត្រីឆ្លាមកធ្វើ
តែដោយសារខ្ញុំនៅខាងនេះគឺអត់មានត្រីឆ្លាតនឹងទេបងប្អូននិយាយទៅពិបាករកមែនតើអញ្ចឹងនេះខ្ញុំក៏យកត្រីប្រាហ្នឹងមកធ្វើតែម្ដងចាប៉ុន្តែអាចជំនួសត្រីឆ្លាបានបងប្អូនគឺរសជាតិត្រីប្រានេះខ្ញុំចូលចិត្តហ៎ចាអញ្ចឹងអាចជំនួសបានតែបើសិនជាបងប្អូននៅខ្មែរគឺបងប្អូនប្រើត្រីឆ្លាទៅគឺឆ្ងាញ់ជាងណាចាគឺបងប្អូនយកមកលាយជាមួយគ្រឿងផ្សំហើយដាក់លាយជាមួយនឹងគ្រឿងបុកចឹងថែមទៀតណារសជាតិគឺឆ្ងាញ់មិនធម្មតាទេបងប្អូនហើយសម្រាប់រូបរាងប្រហិតវិញគឺបងប្អូនអាចយកវាទៅសង្កត់ឲ្យសំប៉ែតចៀនធម្មតាចាឬក៏យកវាមកច្បាច់ជាមួយនឹងថង់បែបហ្នឹងគឺវាលឿនណាបងប្អូនចានិយាយទៅនេះយើងនឹងធ្វើបែបញ៉ាំបែបគ្រួសារបងប្អូនធ្វើដោយធ្វើបែបលឿនចាអត់ពិបាកញ៉ៃច្រើនគឺបងប្អូនអាចរៀនធ្វើតាមនេះខ្ញុំបែបហ្នឹងណាហើយនេះខ្ញុំយកវាមកច្បាច់ក្នុងទឹកពុះម្ដងដើម្បីទុកស្ងោស្ពៃបងប្អូនចាគឺនេះខ្ញុំដាក់ថង់ហើយកាត់វាទូចអញ្ចឹងណាចាហើយនេះខ្ញុំភ្លេចជំរាបបងប្អូនប្រហិតត្រីនៅបំពងនៅពេលដែលយើងបំពងគឺវាប៉ោងល្អមែនតើដោយបងប្អូនឃើញអញ្ចឹងហ្នឹងមិញណាប៉ុន្តែនៅពេលដែលយើងស្រង់វាឡើងហើយទុកវាឲ្យត្រជាក់គឺវារៀងស្រកបងប្អូនចានេះខ្ញុំជំរាបបងប្អូនចាសម្រាប់បងប្អូនដែលគាត់ចង់ដឹងណាចាហើយនេះប្រហិតស្ងោរម្ដងគឺខ្ញុំវាយពងមាន់3គ្រាប់សម្រាប់ចាក់ចូលហើយចាទុកវាឲ្យឆ្អិនបន្តិចទើបនេះខ្ញុំបិទភ្លើងនិយាយទៅនេះខ្ញុំធ្វើបែបហ្នឹងហើយបន្ទាប់មកនេះខ្ញុំលាយជាមួយនឹងស្ពៃបងប្អូនអាចលាយជាមួយនឹងស្ពៃឬក៏ការ៉ុតដំឡូងប្រាំងអីចាទុកស្ងោរគឺឆ្ងាញ់មែនតើកូនគឺចូលចិត្តណាបង